នេះផ្ទះខ្នាតមុខ9កន្លះជម្រៅ11ហើយកន្លែងនេះយើងហក់ជើងគ្រុឌមកគូមកហ្នឹងនឹងហក់លៀនមក1.7 ម៉ែត្រហើយខាងក្រោយនេះយើងតផ្ទះបាយមកមានវេរ៉ាំដាជាស្កាយបានខាងក្រោយហ្នឹងអាហ្នឹងយើងតមក2 ម៉ែត្រកន្លះចឹងកន្លែងនេះយើងដាក់ប្រួយធំមួយនៅមុខផ្ទះបាយនៅមុខតុបាយកន្លែងនេះគឺប្រួយមួយនៅកន្លែងលាងចានហើយកន្លែងនេះប្រួយមួយនៅប្រភ្លឺឈរមួយក្នុងទឹកទឹកនេះយើងមានទ្វារចេញមកក្រៅមួយចេញមកអាចមកហាលខោអាវអីនៅជំនាញនេះបានចឹងយើងមើលមកជុំទៅផ្ទះនឹងរៀងចឹងយើងមានវេរ៉ាំដាមុខក្រោយហើយចាំមើលយើងមើលខាងក្នុងវិញខាងក្នុងនេះខាងក្នុងផ្នែកជាន់ទី1ចឹងបើយើងមើលមកពេលយើងចូលពីច្រកធំមកចូលមកដល់កន្លែងនេះគឺកន្លែងទទួលភ្ញៀវយើងអាចដាក់សាឡុងមួយឈុតនៅកន្លែងនេះហើយអានេះចដើរឡើងទៅលើឡើងតាមហ្នឹងឡើងទៅលើហើយកន្លែងនេះយើងដាក់តុបាយមួយហើយខាងនេះផ្ទះបាយអញ្ចឹងយើងតុបាយហើយនឹងផ្ទះបាយនេះយើងធ្វើដាច់ពីគ្នាយើងមានទ្វារកញ្ចក់មួយអញ្ចឹងពេលយើងចំអិនអីវាអត់មានក្លិនមកដល់កន្លែងអង្គុយញ៉ាំអីទេអញ្ចឹងកន្លែងអង្គុយញ៉ាំបាយនេះយើងដាក់ប្រួយធំមួយដើម្បីយកពន្លឺអញ្ចឹងយើងអង្គុយញ៉ាំបាយអត់ល្ងឹតទេហើយកន្លែងក្នុងផ្ទះបាយយើងមានទ្វារចេញទៅក្រៅមួយហើយយើងមានប្រួយមួយនៅកន្លែងឡាបូហើយនេះយើងមានបន្ទប់ទឹកយើងមានបន្ទប់ទឹកមួយសម្រាប់រួមបន្ទប់ទឹកភ្ញៀវអញ្ចឹងបន្ទប់ទឹកនេះគឺយើងចូលតាមប្រឡោះនេះហើយខាងក្រោមហ្នឹងមាន2បន្ទប់គេអញ្ចឹងនេះបន្ទប់ទី1នេះបន្ទប់ទី2នឹងសម្រាប់ជាន់ក្រោមដល់ពេលជាន់លើគឺជាន់លើរៀងចេះអញ្ចឹងពេលយើងឡើងតាមចដើមកយើងចូលមកទៅនេះចូលមកខាងលើយើងមាន3បន្ទប់គេអញ្ចឹងយើងដើរមកត្រង់យើងបើកទ្វារទៅយើងចេញមកវេរ៉ាំដាខាងក្រៅហើយបើសិនយើងដើរចេញពីចដើមកយើងបត់ស្ដាំមានបន្ទប់ចូលបន្ទប់ទី1ចូលបន្ទប់ទី2ហើយនិងបន្ទប់ទី3អញ្ចឹងបន្ទប់មួយសិតតែមានបន្ទប់ទឹកទាំងអស់ហើយបន្ទប់នេះហើយនិងបន្ទប់នេះគឺវាមានបន្ទប់ទឹកលាក់នៅហ្នឹងអញ្ចឹងម៉ូដអញ្ចឹងគឺបន្ទប់ទឹកនេះគឺលាក់ហើយបន្ទប់មួយនេះក៏អញ្ចឹងដែរគឺបន្ទប់ទឹកលាក់អញ្ចឹងរៀងបន្ទប់គឺ4ជ្រុងពេញហើយបន្ទប់មួយអានេះបន្ទប់ក្រោយ2នេះយើងមានទ្វារបើកចេញទៅក្រោយអាចទៅអង្គុយលេងវេរ៉ាំដានឹងក្រោយបានបន្ទប់មួយនេះក៏អញ្ចឹងដែរមានទ្វារបើកចេញទៅក្រោយអាចទៅអង្គុយលេងវេរ៉ាំដាក្រោយបានហើយដល់ពេលបន្ទប់មុខវិញយើងចូលមកតាមនេះមកចូលមកមានបន្ទប់ទឹកធំមួយជាបន្ទប់ VIP អញ្ចឹងផ្ទះហ្នឹងអញ្ចឹងរៀងអញ្ចឹងយើងនិយាយធ្វើលវងមកជុំប៉ុន្តែខាងក្រោយនេះយើងយកសាច់ផ្ទះបាយហ្នឹងធ្វើលវងហ្មងយកស្មើព្រំ